សួស្តីកសិករយើងទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំបាទនាំនៅចំណេះដឹងថ្មីមួយប្លែកសម្រាប់ជូនបងប្អូនជាពិសេសគឺកសិករដែលគាត់ជាអ្នកផលិតកូនត្រីបាទនៅថ្ងៃនេះខ្ញុំបាទនឹងណែនាំបាទចំណេះដឹងថ្មីនេះបាទជូនអស់លោកស្រីបាទកសិករបាទទេសនាដូចតទៅបាទជាចំណេះដឹងមួយបាទក្នុងវីដេអូនេះខ្ញុំបាទធ្វើនៅបាទចំណីបឋមសម្រាប់កូនត្រីដែលទើបតែញាស់បាទចំណីនេះមានសារៈសំខាន់ណាស់សម្រាប់កូនត្រីដែលទើបតែញាស់ពីព្រោះថាបាទពងទាបាទដែលខ្ញុំបានធ្វើបង្ហាញចែកជូនបងប្អូននេះបាទមានសារៈសំខាន់ណាស់ពីព្រោះថាកូនត្រីនៅតូចដែលទើបតែញាស់ភ្លាមបាទទើបតែអស់នៅយកសេកដំបងបាទអស់ពងក្រហមនោះគឺវាមិនទាន់អាចស៊ីចំណីធំបានទេបាទដើម្បីឲ្យត្រារស់នៃកូនត្រីរបស់យើងបានខ្ពស់នោះកសិករទាំងអស់គួរតែធ្វើតាមវិធីនេះបាទដោយយើងយកពងទាបាទពងទាយើងយកតែផ្នែកក្រហមក៏បានបាទឬក៏យើងបាទខ្ញុំណែនាំឲ្យបងប្អូនទាំងអស់គ្នាយកទាំងពីរតែម្ដងទាំងសទាំងក្រហមបាទហើយយើងដាក់បញ្ចូលគ្នាទៅបាទបងប្អូនបាទហើយបន្តមកទៀតយើងបាទក្លុកវាជាមួយនឹងទឹកក្តៅអ៊ុនបាទនឹងទឹកក្តៅអ៊ុនដើម្បីឲ្យវាចូលគ្នាបានល្អបាទនៅក្នុងវីដេអូនេះបាទមូលហេតុដែលយើងដាក់ទឹកក្តៅអ៊ុនហ្នឹងគឺដើម្បីឲ្យពងហ្នឹងរាងឆ្អិនបន្តិចដើម្បីកុំឲ្យវាលះធំក្លិនស្អុយបាទយើងទុកបានយូរបាទទី1នៅពេលដែលយើងដាក់ពងទាក្រហមពងក្រហមទៅហ្នឹងគឺពងក្រហមគឺវាមានជាតិប្រូតេអ៊ីនដែលធ្វើឲ្យត្រីបាទលូតលាស់បានហើយនឹងពងដែលបាទពងពណ៌សហ្នឹងគឺមានជាតិខ្លាញ់ដូច្នេះកាលណាមានជាតិខ្លាញ់ក្នុងយុទ្ធសាស្ត្រក្នុងការផ្ដល់ចំណីរបស់ត្រីខ្លាញ់គឺធ្វើឲ្យត្រីមានថាមពលបាទហើយទី1វាជួយធ្វើឲ្យបាទពងទាហ្នឹងគឺអណ្ដែតនៅលើផ្ទៃទឹកបានយូរដោយសារវាមានជាប់ជាតិខ្លាញ់ធ្វើឲ្យបាទត្រីដែលនឹងរងចាំស៊ីចំណីនៅផ្ទៃទឹកហ្នឹងគឺវាស៊ីបានចំណីហ្នឹងបាទស៊ីបានគ្រាប់ប្រូតេអ៊ីនក្រហមហ្នឹងបាទអញ្ចឹងបើសិនជាយើងអត់ដាក់ពណ៌សទេវាធ្វើឲ្យលិចទៅបានលឿនបាទដែលធ្វើឲ្យកូនត្រីមិនអាចចាប់ចំណីគ្រាប់ប្រូតេអ៊ីននឹងបានទាន់ទេធ្លាក់ទៅក្រោមកាលណាធ្លាក់ទៅក្រោមកូនត្រីស៊ីអត់បានគឺទឹកនឹងអាចស្អុយដោយសារចំណីហ្នឹងបាទទី2ទៀតហេតុអីបានយើងមិនស្ងោរបាទកាលណាយើងស្ងោរគឺធ្វើឲ្យគ្រាប់ក្រហមពងទាក្រហមហ្នឹងវាមានលក្ខណៈរឹងបើកាលណាមានលក្ខណៈរឹងដុំខ្លះតូចខ្លះធំអញ្ចឹងកូនត្រីដែលយើងបាទញាស់ដំបង42ម៉ោងហ្នឹងมันអាចមាត់វាมันអាចធំមាត់នៅតូចมันអាចស៊ីចំណីដែលធំជាងទំហំមាត់បានទេដែលធ្វើឲ្យអត្រារស់នៃកូនត្រីហ្នឹងបាទតិចជាងមុនបាទដូច្នេះវីដេអូនេះក៏បានដល់ទីបញ្ចប់ហើយបើសិនជាអស់លោកស្រីពេញចិត្តនៅការផ្ដល់ចំណេះដឹងខ្លីៗនេះសូមជួយចុច like subscribe ដល់ channel របស់ខ្ញុំម្នាក់មួយផងបាទអញ្ចឹងបាទសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយសូមអរគុណ